ប្រាក់ QR code រាល់ថ្ងៃមានដឹងអត់ថានឹងគេជាអ្នកបង្កើត QR code ហើយហេតុអ្វីបានគេបង្កើតវាឡើងត្រឡប់ទៅកាន់ខ្ទង់ឆ្នាំ1990វិញក៏នោះអត់តមាន QR code ទេគេប្រើប្រាស់ barcode ប៉ុន្តែបញ្ហាជាមួយនឹង barcode គឺវាផ្ទុកទិន្នន័យបានតិចជាទូទៅគឺវាផ្ទុកបានត្រឹមតែ20 character ឬក៏20តួតែប៉ុណ្្នឹងទេអញ្ចឹងបើគេចង់តាមដានអីវ៉ាន់ហ្នឹងគឺគេត្រូវការចំណាយ barcode ច្រើនមែនទែនដោយឃើញបញ្ហាបែបនេះហើយក្នុងឆ្នាំ1994 QR code ឬក៏យើងហៅពេញថា Quick Response Code ហ្នឹងត្រូវបានបង្កើតឡើងដោយជនជាតិជប៉ុនម្នាក់គាត់មានឈ្មោះថា Masahiro Hara តែពិតទៅគាត់ជាបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុនរថយន្តមួយដែលគាត់ធ្វើ QR code ហ្នឹងឡើងគឺដើម្បីតាមដានផ្នែកផ្សេងៗនៃរថយន្តក្នុងរោងចក្រដែលគាត់ធ្វើការដំឡើងហ្នឹងនិយាយពី QR code ចំណុចពិសេសរបស់វាគឺវាមានលក្ខណៈជាទម្រង់ការ៉េហើយវាអាចផ្ទុកទិន្នន័យបានច្រើនជាងបើយើងធៀបជាមួយនឹង barcode ក្រោយៗមកទៀត QR code យើងឃើញការប្រើប្រាស់សឹងតែគ្រប់ទីកន្លែងហើយសូម្បីតែក្នុងវិស័យធនាគារក៏មានដែរដែលងាយស្រួលក្នុងការទូទាត់សាច់ប្រាក់ជាដើមបើនិយាយដល់ QR code ខ្ញុំក៏សូមណែនាំ KHQR របស់ធនាគារកូនខ្មែររបស់យើងមួយដែលផ្ដល់ការចំណេញយើងច្រើនមែនទែនទាំងការទុកប្រាក់ទាំងការផ្ទេរប្រាក់និងការទទួលសាច់ប្រាក់ជាដើមវាជា KHQR របស់ធនាគារ Chipmong សម្រាប់អាជីវករដែលគាត់ប្រើប្រាស់គណនីអាជីវកររបស់ធនាគារ Chipmong នៅទទួលបានការប្រាក់ដល់ទៅ 3% ក្នុងមួយឆ្នាំនិយាយទៅជារឿយៗធនាគារ Chipmong គាត់តែងតែផ្ដល់រង្វាន់លើកទឹកចិត្តដល់អាជីវករដែលគាត់ប្រើប្រាស់ KHQR របស់ធនាគារ Chipmong ណាបច្ចុប្បន្នក៏មានរង្វាន់លើកទឹកចិត្តដល់ទៅ$25ទៀតផងថែមលើពីនេះទៀតបច្ចុប្បន្នខ្ញុំឃើញធនាគារ Chipmong គាត់បានបញ្ចេញ KHQR ចំនួនថ្មីដែលយើងអាច scan លុយដុល្លារផងលុយខ្មែរផងនៅលើ KHQR តែមួយប្រកាសណាធនាគារ Chipmong គឺវិនិយោគដោយកូនខ្មែរ 100% តែម្ដងហើយគ្រប់គ្រងដល់ការរីកចម្រើនរបស់ប្រជាជនខ្មែរយើងសរុបជារួមមកវិញសម្រាប់ QR code នេះខ្ញុំគិតថាវាជួយច្រើនមែនទែនដល់ការរស់នៅប្រចាំថ្ងៃរបស់យើងកុំភ្លេចចូលប្រើប្រាស់ធនាគារ Chipmong ជាមួយខ្ញុំទាំងអស់គ្នាហើយអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត